ការពីវីដេអូមុនលោកគ្រូបានធ្លាប់លើកច្រើនហើយឥឡូវលោកគ្រូចង់លើកបន្ថែមតកតងជាមួយនឹង stress ដែលយើងចូលចិត្តនិយាយថាអូ stress ណា stress ណាហើយstress ហ្នឹងបកជាភាសាខ្មែរគឺជាការតានតឹងផ្លូវចិត្ត stress ហ្នឹងបើយើងមើលឲ្យមែនទៅហើយលំអិតយើងនឹងអាចដឹងថា stress វាមានចំណុចវិជ្ជមាននិងអវិជ្ជមានអញ្ចឹងឥឡូវយើងលើកមកពីចំណុចវិជ្ជមានបានន័យថា stress សួរថានៅពេលណាដែលវាមានប្រយោជន៍ពេលដែលវាមានប្រយោជន៍គឺពេលដែលវាជួយបង្កើនលទ្ធភាពនៃការប្រុងប្រយ័ត្ននិងធម៌ពលក្នុងខ្លួនរបស់យើងជួយបើកស្មារតីរបស់យើងហ្នឹងឲ្យអាចដោះស្រាយទៅលើបញ្ហាប្រឈមនានាណាមួយនោះប៉ុន្តែ stress វាខ្លាចទៅជាអវិជ្ជមាននៅពេលដែលstress ឬក៏តានតឹងផ្លូវចិត្តហ្នឹងវាគ្មានវានៅពេលដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងភ័យខ្លាចអស់ធម៌ពលនៅក្នុងខ្លួនឬក៏ច្របូកច្របល់នៅពេលដែលហៀបនឹងដោះស្រាយបញ្ហាណានោះហើយstress នឹងផងដែរបើយើងបកទៅមើលនិយមន័យរបស់វាវិញ stress ហ្នឹងឬក៏តានតឹងផ្លូវចិត្តហ្នឹងគឺជាប្រតិកម្មផ្លូវកាយនិងផ្លូវចិត្តដែលលេចឡើងនៅពេលដែលបុគ្គលនោះគឺពុះពៀប្រឈមមុខនឹងតម្រូវការឬក៏ស្ថានភាពណាមួយដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅក្នុងជីវិតហើយបន្ទាប់ទៀតគឺនិយាយតាក់ទងជាមួយនឹងឧទាហរណ៍ពី stress ឬក៏តានតឹងផ្លូវចិត្តនឹងដដែលហ្នឹងទេឧទាហរណ៍បើយើងចាក់ទឹកចូលទៅក្នុងកែវបើយើងមានវិធីសាស្ត្រក្នុងការដោះស្រាយដូចជាយើងលើកទឹកនៅក្នុងកែវយកមកញ៉ាំឲ្យអស់ពាក់កណ្ដាលអញ្ចឹងប៉ុន្តែបើយើងអត់ចេះដោះស្រាយបញ្ហាហ្នឹងទេទុកឲ្យ stress នៅវាកគឺដូចចាក់ទឹកនឹងចូលទៅក្នុងកែវបន្ទាប់មកវាព្រាបហើយវានឹងហៀចេញមកក្រៅអាចចំណុចហ្នឹងដែរគឺគេចង់និយាយពីស្ថានភាពធ្ងន់ធ្ងរឬក៏ការអស់បន្លាយរបស់ stress ឬក៏ភាពតានតឹងផ្លូវចិត្តនឹងយូរពេកវាធ្វើឲ្យសាររាង្គកាយរបស់យើងទ្រុឌទ្រោមបង្កឲ្យមានជំងឺផ្លូវកាយបន្ទាប់មកឈានទៅរកបញ្ហាផ្លូវចិត្តនិងអាចឈានទៅរកជំងឺផ្លូវចិត្តហើយកុំភ្លេចណា stress យើងចែកចេញជាពីរដូចចំណុចខាងលើនិយាយពីចំណុចវិជ្ជមាននិងអវិជ្ជមានអញ្ចឹង stress របស់យើងគឺមាន stress វិជ្ជមានឬក៏stress និង stress អវិជ្ជមានឬក៏ distress